ខ្ញុំខានញ៉ាំស្ករទាញរៀងយូរដែរបងប្អូនអរគ្នាសូមបីតកូនរបស់ខ្ញុំប៉ុណ្នេះហើយគាត់ដែរស្គាល់ថាស្ករទាញនឹងជាស្អីគេទេបងប្អូនហើយការពីវីដេអូមុនគឺខ្ញុំបានលេងហ្គេមជាមួយគាត់ដែលខ្ញុំសរសេរกระดาษ2ស្លឹកអញ្ចឹងណាហើយកระดาษទី1ខ្ញុំដាក់ក្រែមហើយកระดาษទី2ហ្នឹងស្ករទាញហើយពេលដែលខ្ញុំឲ្យគាត់ចាប់ទៅគាត់ចាប់បានស្ករទាញអញ្ចឹងវីដេអូនេះខ្ញុំនឹងធ្វើស្ករទាញឲ្យគាត់ញ៉ាំចាហើយមុននឹងធ្វើបានគឺខ្ញុំទៅបេះក្រូចឆ្មាសិនបន្ទាប់ពីបេះហើយនេះគឺជាគ្រឿងផ្សំនៃការធ្វើរបស់យើងគឺមានសណ្តែកដីស្ករសហើយនិងក្រូចឆ្មាហ្នឹងឯងបងប្អូនហើយបន្ទាប់មកគឺយើងយកសណ្តែកដីរបស់យើងហ្នឹងទៅលីងវាឲ្យឆ្អិនសិនណាហើយការលីងសណ្តែកដីមានពិបាកបងប្អូនគឺយើងកូរទៅមកឲ្យវាឆ្អិនទៅគឺជាការស្រេចហើយឥឡូវសណ្តែកដីរបស់យើងឆ្អិនហើយបងប្អូនចាអញ្ចឹងយើងចាក់ទុកមួយឡែកទៅហើយយើងមកចាប់ដើមវាស្ករហើយស្កររបស់ខ្ញុំនេះខ្ញុំប្រើចំនួន1គីឡូហើយទឹកខ្ញុំប្រើ500មីលីលីត្រយើងចាក់វាលាយចូលគ្នាមកបន្ទាប់មកយើងកូរវារលាយសព្វបានល្អឥឡូវឃើញថាស្កររបស់យើងចិត្តពុះហើយអញ្ចឹងខ្ញុំចាប់ផ្ដើមទៅចិត្តក្រូចឆ្មារបស់យើងមួយចំណិតពីរចំណិតមកដើម្បីដាក់លាយចូលគ្នាអញ្ចឹងណាយើងច្បាច់ចូលអញ្ចឹងមកយើងដាក់ក្រូចឆ្មាហ្នឹងគឺដើម្បីកុំឲ្យស្កររបស់យើងហ្នឹងឡើងក្រាមបើមិនជាយើងដាក់ក្រូចឆ្មាចូលស្កររបស់យើងតែប៉ុណ្្នឹងគឺវាឡើងក្រាមហើយអញ្ចឹងយើងទៅទាញការរេហើយឥឡូវហ្នឹងសណ្តែកដីរបស់ខ្ញុំក៏រៀងត្រជាក់ដែរអញ្ចឹងខ្ញុំក៏ឆ្លៀតមកឲ្យញីសបកវាចេញហើយណាបងប្អូនអ្នកគ្នាបន្ទាប់ពីយើងញីហើយគ្នាស្កររបស់យើងវាដូចជារៀងចង់ឆ្អិនហើយវាតាំងម៉ែអញ្ចឹងខ្ញុំក៏ដួសដាក់ចានមួយចាយើងដាក់ទឹកមកបងប្អូនអ្នកគ្នាបន្ទាប់មកយើងទាញមើលបើសិនជាវាស្អិតជាប់គ្នាមានន័យថាយើងអាចទៅទាញបានដែរតែបើសិនជាយើងទាញអញ្ចឹងមកវានៅរលាយមានន័យថាអត់ទាន់យកទៅធ្វើស្ករទាញបានទេអញ្ចឹងឥឡូវស្កររបស់យើងអាចទៅធ្វើស្ករទាញបានអញ្ចឹងខ្ញុំលើកវាទៅដាក់មកលើសិនទៅទុកឲ្យវារៀងត្រជាក់បន្តិចខ្ញុំចាក់ចូលថាសហើយខ្ញុំផ្លេចបងប្អូនអរគ្នាផ្លេចដាក់ខ្លាញ់ខាងក្រោមនឹងដល់ពេលទាញពិបាកទាញមែនតើអញ្ចឹងបើសិនជាបងប្អូនអរគ្នាធ្វើស្ករទាញអីត្រូវលាបខ្លាញ់ខាងក្រោមនឹងតិចដើម្បីឲ្យងាយស្រួលនៅពេលដែលស្ករហៀងត្រជាក់ទៅយើងអាចទាញមកវាល្បើកអញ្ចឹងដូចខ្ញុំជាក់ស្ដែងបងប្អូនអើយស្អិតនៅជាប់ពេញនឹងមកនិយាយទៅមិនគួរណាផ្លេចបងប្អូនដឹងដែរប៉ុន្តែផ្លេចនៅពេលដែលចាក់ហ្នឹងចាឥឡូវយើងបានទាញស្ករដាក់ម្ដុំហើយអញ្ចឹងចាប់ផ្ដើមទាញយកតែម្ដងហើយកូនរបស់ខ្ញុំនេះគាត់សុំម្ដុំទូចដែរដោយសារតែគាត់ហ្នឹងឲ្យតែឃើញខ្ញុំធ្វើអីគាត់តែងតែចង់ជួយអញ្ចឹងណាអញ្ចឹងខ្ញុំក៏បេះម្ដុំទូចឲ្យគាត់ជួយទាញទៅហើយការធ្វើស្ករទាញនេះរៀងហត់បន្តិចដែរបងប្អូនត្រូវការប្រើកម្លាំងខ្លាំងណានិយាយទៅយើងត្រូវការទាញខ្លាំងហ្មងឥឡូវនេះកូនរបស់ខ្ញុំទាញចាប់ផ្ដើមរៀងសហើយបងប្អូនអរគ្នាតាំងនោះកាន់ខ្លាំងនិយាយទៅយើងមានកម្លាំងកាន់តែខ្លាំងគឺកាន់តែល្អទាញកាន់តែខ្លាំងស្ករនោះគឺកាន់តែសហើយដូចខ្ញុំអីមានតែខ្លាំងអីបងប្អូនអរគ្នាមើលតែរៀងទៅតេតវេតហ្នឹងអញ្ចឹងខ្ញុំក៏ទាញមកល្មមហើយខ្ញុំវាដាក់សណ្តែកដីតែម្ដងទៅបងប្អូនអើយបើសិនជាមានកម្លាំងខ្លាំងជាងហ្នឹងអូនិយាយថាស្ករនឹងសស្អាតហ្មងប៉ុន្តែខ្ញុំវាអត់បានសដូចជាលក់ទេបងប្អូនអើយបានតែមកល្មមអញ្ចឹងណាដោយសារតែកម្លាំងយើងខ្សោយដែរអញ្ចឹងស្ករទាញរបស់ខ្ញុំបន្ទាប់ពីយើងធ្វើវាដាក់សណ្តែកដីអីអញ្ចឹងហើយគឺយើងយកមករុំមួយថង់អញ្ចឹងមកគឺយើងអាចរក្សាទុកបានណាបងប្អូនអរគ្នាហើយបន្ទាប់មកគឺខ្ញុំមកវារបស់កូនខ្ញុំដាក់សណ្តែកដីស្នូកដាអញ្ចឹងដែរយើងដាក់អញ្ចឹងទៅពេលយើងញ៉ាំប៉ះសណ្តែកដីមួយឈ្ងុយណាបងប្អូនអរគ្នាឆ្ងាញ់ប៉ុន្តែកុំញ៉ាំច្រើនពេកបងប្អូនអរគ្នាដោយសារតែវាស្ករច្រើនខ្លាំងហើយដល់ឥឡូវជាក់ស្ដែងគឺគេតមហាញ៉ាំផ្អែមខ្លាំងអញ្ចឹងណាប៉ុន្តែយើងញ៉ាំម្ដងមិនអីទេបងប្អូនអរគ្នា